ជំរាបសួរប្រិយមិត្តដែលនិយមតាមដានទស្សនាវីដេអូសម្រាប់រឿងរបស់មានទាំងអស់គ្នាជួបគ្នាជាមួយមីលីណាម្ដងទៀតហើយណាថ្ងៃនេះផងដែរយើងមកសម្រាប់បន្តរឿងរបស់យើងដែលជាភាគទី3ឲ្យអ្នកទាំងអស់គ្នាទស្សនាបន្តទៀតតែកុំភ្លេចណាទស្សនារឿង admin ណាក៏ជួយចុច subscribe ហើយនិង share channel របស់ admin ម្នាក់មួយផងណាហើយយើងកុំឲ្យខាតពេលវេលាយើងយូរចូលទៅទស្សនាសាច់រឿងភាគបន្តជាមួយ admin ទាំងអស់គ្នាណាដោយយើងបានដឹងអញ្ចឹងការបញ្ចុងនៃភាគមុនយ៉ាគឺកំពុងតែរំភើបជាមួយនឹងអារម្មណ៍ដែលនាងទទួលបានពីស៊ីយ៉ានណាព្រោះតែគេយកចិត្តទុកដាក់លើនាងខ្លាំងពេកថែមទាំងរៀបនាងមិនឲ្យនៅចិត្តអ្នកផ្សេងថែមទៀតផងប៉ុន្តែថាតើគេគឺពិតជាចូលចិត្តនាងមិនក៏អត់ណោះដើម្បីរកចម្លើយដូច្នេះនាងត្រូវតែធ្វើការបជាឲ្យទៅបានតែពេលដែលស៊ីយ៉ានកំពុងតែអង្គុយតែម្នាក់ឯងយ៉ាក៏បានចូលមករកគេនិងនិយាយថានាងមានរឿងមួយចង់សួរគេប៉ុន្តែថាមិនទាន់បានសួរផងយ៉ាងយានក៏មកដល់បានដែលធ្វើឲ្យនាងមិនអាចនិយាយអីបានឡើយហើយឲ្យតែពេលនាងចង់និយាយអីទៅកាន់ស៊ីយ៉ានដឹងតែយ៉ាងយានហ្នឹងមកដល់រហូតមើលទៅនៅក្នុងផ្ទះហ្នឹងដូចជាគ្មានសុវត្ថិភាពក្នុងការនិយាយជាមួយស៊ីយ៉ានសោះចឹងហើយនាងគួរតែរកវិធីផ្សេងជួបគេនៅខាងក្រៅហើយក្រៅមកយើងបានឃើញថាយ៉ាបានមកដល់ហាងដែលមានអាងចិញ្ចឹមត្រីយ៉ាងច្រើនរួចនាងក៏បានឆាតទៅកាន់ស៊ីយ៉ាងបបួលគេមកជួបនាងនៅទីនេះតែម្ដងចាំអស់មកសតូក្រោយមកស្រាប់តែអ្នកមកដល់ហ្នឹងមិនមែនជាស៊ីយ៉ាងអីគឺជាយ៉ាងយានទៅវិញពេលហ្នឹងយ៉ាភ្ញាក់ឡើងធ្វើឲ្យនាងមុតដៃភ្លាមហ្នឹងយ៉ាងយានគេក៏បានជប់យកបងបិទតវ៉ៅមកបិទដៃឲ្យនាងភ្លាមគេក៏បានប្រាប់ថាស៊ីយ៉ាងគេមានបញ្ហាគេអត់បានមកទីនេះទេទៅគេមកជំនួសណាពេលដែលយ៉ាយកទូរស័ព្ទមកមើលក៏បានឃើញថាស៊ីយ៉ាណាពិតជាបានផ្ញើសារមកនាងថាគេកំពុងតែរវល់ពិតមែនហើយមូលហេតុដែលគេរវល់ហ្នឹងគឺជាការរៀបចំរបស់យ៉ាងយានតែទាំងអស់ហ្នឹងឯងគេបានដឹងថាពីរអ្នកហ្នឹងរៀបនឹងទៅជួបគ្នាទៅគេក៏បានប្រើណានកងហ្នឹងឲ្យមកស្កាត់ផ្លូវរបស់ស៊ីយ៉ាងជាមុនដោយឲ្យនាងមកពិភាក្សាជាមួយនឹងស៊ីយ៉ាងថានាងមានតម្រុយជាច្រើនតាក់ទងជាមួយនឹងអំពើឃាតកម្មអីចឹងណាងាកមកកាន់ពីរអ្នកនេះវិញពួកគេកំពុងតែនៅអាងចិញ្ចឹមត្រីជាមួយគ្នាធ្វើនេះធ្វើនោះហើយក៏ជុកកញ្ចក់អីចឹងទៅជូតចុះជូតឡើងក៏ចាប់ផ្ដើមមានអារម្មណ៍ល្អអញញឹមដាក់គ្នាទៅវិញទៅមកចង់ប្រាប់ដែរថាមិនមែនសង្ហាតែកញ្ជ្រោងសណាកញ្ជ្រោងខ្មៅម្នាក់នេះក៏សង្ហាដែររឿងក៏បានបង្ហាញពីជនរងគ្រោះបន្ទាប់កំពុងតែត្រូវបានបិសាចសមល់ខ្មៅហ្នឹងវាយប្រហារទៀតអីភ្លាមហ្នឹងស៊ីយ៉ាណាគេក៏បានមកតន់តែចម្លែកត្រង់ថាបិសាចសមល់ខ្មៅហ្នឹងអត់ដែលតបតជាមួយគេទេឲ្យតែគេមកដល់ពេលណាគឺដឹងតែរលាយខ្លួនបាត់រហូតពេលហ្នឹងគេក៏បាននិយាយទៅកាន់ណានកងថាឥឡូវហ្នឹងគេនៅកន្លែងកើតហេតុហើយការលើកនោះគេបានរកឃើញរោមកញ្ជ្រោងដែលមានពណ៌សមិនមែនជារបស់គេទេហើយវាក៏មិនមែនជារបស់យ៉ាងយានដែរព្រោះគេគឺជាកញ្ជ្រោងពណ៌ខ្មៅនេះមានន័យថាតាមតម្រុយកន្លងមកជនល្មើម្នាក់នោះគឺមិនមែនជាសមាជិកនៃត្រកូលរបស់គេឡើយហើយបើសិនជានាងអាចរកឃើញឃាតករអាវខ្មៅនោះវាប្រកាសជាអាចជួយជំរះមន្ទិលថាមិនមែនជាយ៉ាងយានទេណានកងក៏សួរបញ្ជាក់ថាស្វែងរកដើម្បីបញ្ជាក់ភាពស្អាតស្អំឲ្យយ៉ាងយានមែនស៊ីយ៉ានអត់បាននិយាយអីបន្តទេគ្រាន់តែដឹងថាពេលនេះយាកំពុងតែរងចាំគេត្រូវតែទៅរកនាងណាចំណែកយាវិញនាងកំពុងតែបញ្ញាប់ដោយលឿនព្រោះថាតិចទៀតនឹងមានភ្លៀងធ្លាក់អីគិតមិនតាន់ផុតផងស្រាប់តែធ្លាក់ភ្លៀងមកឈូតែម្ដងដែលធ្វើឲ្យនាងគឺពិតជាពិបាកទ្រាំទៀតហើយនាងក៏បានរំលឹកដល់ស៊ីយ៉ានតើពេលនេះគេនៅឯណាភ្លៀងហ្នឹងក៏មានអ្នកមកប៉ុន្តែម្នាក់នោះគឺមិនមែនជាស៊ីយ៉ានទៀតហើយគឺជាយ៉ាងយានយាក៏ប្រាប់យ៉ាងយានថាគឺនាងខ្លាចភ្លៀងស្ដាប់មើលទៅក៏ប្លែកណាស់មែនទេប៉ុន្តែយ៉ាងយានគេថាមិនក៏ប្លែកទេមនុស្សគ្រប់គ្នាសុទ្ធតែមានការខ្លាចរៀងខ្លួនគេថែមទាំងនិយាយថាចាប់ពីពេលនេះទៅឲ្យតែមានភ្លៀងធ្លាក់គេនឹងទៅរកនាងគេចង់និយាយថាគេនឹងជួយការពារនាងអីចឹងណាស្របពេលហ្នឹងស៊ីយ៉ានគេក៏បានមកដល់ទីនេះដែរហើយក៏បានឃើញថាពីរអ្នកហ្នឹងកំពុងតែនៅជាមួយគ្នាមិនក៏គេមានអារម្មណ៍ថាពេលដែលយានៅចិត្តយ៉ាងយានគឺនាងតែងតែញញឹមចឹងទង្វើនេះគឺធ្វើឲ្យបេះដូងរបស់គេពិតជាឈឺចាប់ខ្លាំងណាស់ក្រោយមកទៀតយើងក៏បានឃើញស៊ីយ៉ាងមកអង្គុយសមាធិទាំងដែលខ្លួនហ្នឹងឡើងញ័រពេលហ្នឹងយ៉ាងយានក៏បានឡើងមកតាមគេហើយគេទៅញ៉ាំបាយណាហើយយើងក៏បានឃើញថាសក់របស់ស៊ីយ៉ាងពេលនេះគឺឡើងសពេញក្បាលអត់ទៅហើយគ្រាន់តែយ៉ាងយានយកដៃប៉ះគេបន្តិចគឺថាកំហឹងគេឡើងពេញខ្លួនអ្នកទាំងអស់គ្នាអញហើយមិននៅសុកគេខ្លាចទៅជាបែបហ្នឹងទៅនេះបន្តមកទៀតពេលដែលអង្គុយនៅតុបាយជុំគ្នាហ្នឹងយាក៏បានឃើញថាស៊ីយ៉ានហាក់ដូចជាមិនស្រួលសោះនាងក៏សួរគេថាតើគេផ្ដាសាយមែនប៉ុន្តែស៊ីយ៉ានគេបានឆ្លើយតបអីទេយ៉ាងយានក៏បានដៃបដោយគេក៏និយាយថាប្រហែលមកពីគេអត់ចូលចិត្តម្ហូបដែលនាងធ្វើទេដឹងឯងល្មមឈប់រើម្ហូបទៅណែមន់មួយនេះយាខំចំអិនអស់ឡើង 4-5 ម៉ោងណាយាក៏សួរស៊ីយ៉ានថាតើគេចង់ញ៉ាំអីប្រាប់មកចាំនាងធ្វើឲ្យប៉ុន្តែស៊ីយ៉ានគេក៏កវីក្បាលដែលធ្វើឲ្យយារៀងអន់ចិត្តដែរហ្នឹងនាងក៏និយាយថានាងខំចាំគេនៅអាងត្រីឡើងកន្លះថ្ងៃអត់ឃើញគេទៅរកនាងសោះឥឡូវខំធ្វើម្ហូបឲ្យញ៉ាំហើយគេនៅតែមានអារម្មណ៍ថាខឹងនាងទៀតចឹងហើយនាង
ងក៏ដោយចេញតែម្ដងឈប់ញ៉ាំឈប់អីហីចេញពីហ្នឹងយ៉ាងយៀនណាគេក៏បានមកហាងរបស់ណានកុងដោយកំងទឹកក្រូចឆ្មាមួយកែវណាឃើញគេដូចជាអារម្មណ៍ល្អចឹងណានកុងក៏សួរថាមានរឿងល្អកើតឡើងមែនគេក៏បានរៀបរាប់ប្រាប់ថាស៊ីយ៉ានបច្ចុប្បន្នហ្នឹងគឺគេមានការប្រែប្រួលធ្លាប់តែជាមនុស្សល្អឥឡូវហ្នឹងខ្លាយទៅជាសត្វដ៏កាចសាហាវបដាណាណានកុងក៏ថាប្រហែលមកពីគេមានលបួតែដឹងព្រោះតែថ្ងៃមុនណាគេបានធ្វើរឿងមួយសម្រាប់លោកគឺគេទៅរកឃាតករហើយក៏ត្រូវបានឃាតករនោះវាយប្រហារបន្តិចអាចនឹងថាគេមានលបួនៅខាងក្នុងផងមិនដឹងគ្រាន់តែលើរឿងហ្នឹងហើយយ៉ាងយៀនណាគេក៏បញ្ញាប់ត្រឡប់ទៅផ្ទះវិញភ្លាមឬក៏គេបារម្ភពីស៊ីយ៉ានដែរនៅផ្ទះណែវិញយ៉ាយាក៏មានអារម្មណ៍ថាដូចជារឿងឈឺលបួដៃទៅនាងក៏ស្រ័យបងនឹងចេញហើយគ្រាន់តែធំក្លិនឈាមស៊ីយ៉ានណាគេចាប់ផ្ដើមអារម្មណ៍លែងនឹងណហើយគេក៏បានបញ្ញាប់មករកនាងយ៉ាងលឿនហើយក៏ចាប់ដៃនៅឡើងជួបភ្លាមហ្នឹងយ៉ាងយៀនណាក៏បានមកដល់តាន់ទៅគេនាំស៊ីយ៉ានចេញពីកន្លែងនេះយ៉ាងលឿនណាតែតួស្រីយើងអត់ដឹងរឿងទេគិតថាគ្រាន់តែលបួតូចអញ្ចឹងសោះស៊ីយ៉ានណាក៏រកឃើញហើយបារម្ភពីនាងដែរចំណែកពីអ្នកហ្នឹងក៏បានឡើងមកលើតបូផ្ទះកន្លែងដែលពួកគេតែងតែវឹកហាត់យុទ្ធសាស្ត្ររបស់ពួកគេណាពេលហ្នឹងយ៉ាងយៀនណាក៏បានជួយផ្ដល់ធម៌ពលដើម្បីព្យាបាលទៅកាន់ស៊ីយ៉ានផងដែរស៊ីយ៉ានណាគេអត់ចង់ទទួលទេព្រោះតែគេមិនចង់ទទួលបានកម្លាំងធាតុខ្លាយជាបិសាចណាប៉ុន្តែយ៉ាងណានេះគេគ្រាន់តែជួយព្យាបាលតើគេមិនផ្ទេរកម្លាំងធាតុឲ្យខ្លាយជាបិសាចឯណាកំពុងតែព្យាបាលហ្នឹងនៅលើមេឃក៏មានការបាញ់កាំជ្រួចជាច្រើនកើតឡើងស៊ីយ៉ានណាក៏បានរំលឹកទៅកាន់យ៉ាងយៀនថាតើគេចាំការពីពួកគេនៅក្មេងអាយុ5ឆ្នាំអត់ម្ដាយរបស់ពួកគេធ្លាប់បាននាំពួកគេទៅមើលកាំជ្រួចចឹងណាយ៉ាងយៀនណាក៏នឹកឃើញថាពេលនោះម្ដាយរបស់គេបានឲ្យកាំជ្រួចមកគេច្រើនជាងស៊ីយ៉ានទៀតតែគេកំចង់យករឿងនោះមកប្រឡប់អីព្រោះថាយ៉ាងយៀនណាមិនមែនដូចស៊ីយ៉ានឯណាពេលហ្នឹងយ៉ាយាក៏បានឡើងមកតាមដែលធ្វើឲ្យស៊ីយ៉ានហ្នឹងបាត់ខ្លួនតាណាបានគឺថាគេបានមកមកខាងទៀតចាំមើលពីអ្នកនឹងពីចម្ងាយណាយ៉ាយាក៏បានចូលមករកស៊ីយ៉ាននឹងសួរគេថាតើគេមានអារម្មណ៍ល្អប្រសើរឡើងវិញហើយនៅហើយនាងមានរឿងមួយចង់ប្រាប់រួចនាងក៏បានអោនទៅចិត្តតិចគេនឹងនិយាយប្រាប់គេថាពេលនេះខ្ញុំចូលចិត្តលោកអីស៊ីយ៉ានណាក៏ញ៉ាំហើយពួកគេក៏បានអោបគ្នានៅពេលហ្នឹងទៅអញ្ចឹងមានន័យថាយ៉ាងយៀនណាចាញ់ស៊ីយ៉ានហើយមែនទេពួកគេស្រឡាញ់គ្នាបាត់ហើយហ្នឹងហើយយើងក៏បានឃើញថានៅក្នុងទូរស័ព្ទរបស់គេមិនដឹងថាជាធម្មពលឬក៏អីទេពេលនេះគឺនៅសល់ត្រឹមតែ 60% តែប៉ុណ្ណោះស្របពេលហ្នឹងណានគង់ក៏បានមកដល់ទីនេះដែរគឺថានាងបានរើបានទូរស័ព្ទរបស់យ៉ាយាហើយក៏ចង់យកមកឲ្យយ៉ាយាវិញប៉ុន្តែថាហើយនៅក្រោមយូរអត់មានអ្នកឆ្លើយតបទៅនាងឡើងមកលើដោយខ្លួនឯងតែម្ដងទៅណានគង់ក៏បានកលេចទៅឃើញពីអ្នកនោះកំពុងតែអោបគ្នាផងដែរនាងក៏បកគោទូរស័ព្ទទៅឲ្យយ៉ាងយៀនជួយឲ្យយ៉ាយាជំនួសនាងផងហើយគ្រាន់តែទទួលទូរស័ព្ទនឹងហើយស្រាប់តែយ៉ាងយៀននឹងក៏បានដួលទ្រពទៅលើណានគង់តែម្ដងហើយមាត់របស់គេចេះតែហៅឈ្មោះយ៉ាយាណាទៅណានគង់ក៏សួរគេថាតើគេស្រឡាញ់យ៉ាយាមែនចំណែកស៊ីយ៉ាណាក៏និយាយទៅកាន់យ៉ាយាថាពិតជាល្អខ្លាំងណាស់ព្រោះតែគេក៏ចូលចិត្តនាងដែរអញ្ចឹងគេនៅសល់តែមួយជំហានទៀតទេគឺជាការទទួលបានស្នាមថោកដ៏ពិតប្រាកដមួយណាយ៉ាយាក៏សួរគេភ្លាមថាតើសម្រាប់គេការខ្លាយជាជីវិតអមតៈហ្នឹងគឺជាគោលបំណងតែមួយគត់របស់គេមែនតើគេស្រឡាញ់នាងគ្រាន់តែដើម្បីផលប្រយោជន៍ខ្លាយជាជីវិតអមតៈមែនស៊ីយ៉ាណាគេជាមនុស្សត្រង់គេក៏ឆ្លើយត្រង់ថាត្រូវអីតើមានអីដែលសំខាន់ជាងខ្លាយជាជីវិតអមតៈទៀតហ៎ចម្លើយនេះលឺហើយធ្វើឲ្យយ៉ាយាឡើងអន់ចិត្តដល់ពេលចុះមកក្រោមវិញហ្នឹងយ៉ាយាឡើងហួសចិត្តខ្លួនឯងខ្លាំងមែនតើគេគឺជាមនុស្សកដាស់តើអាចឲ្យគេយល់ពីស្នេហាបានល្មិចពេលហ្នឹងស៊ីយ៉ានក៏រត់មកជាមួយអារម្មណ៍ត្រេកអរនិងប្រាប់នាងថាពេលនេះយ៉ាងយៀនណាបានចេញពីទីនេះហើយតែមើលតែយ៉ាយាបានសប្បាយអរជាមួយគេទេហើយពេលដែលញ៉ាំបាយជាមួយគ្នាស៊ីយ៉ានគេរៀបនឹងញ៉ាំហើយហ្នឹងយ៉ាយាក៏លើកម្ហូបនាងចេញទៅបាត់នឹងនិយាយថាម្ហូបនាងមិនសមឲ្យគេញ៉ាំទេចេញពីហ្នឹងយ៉ាយាក៏មកអង្គុយសែតនៅហាងរបស់ណានគង់ឃើញចឹងណានគង់ក៏សួរនាំថាមានអីកាត់ឡើងណាយ៉ាយាក៏បានសួរណានគង់ថាបើសិនជាមនុស្សដែលនាងស្រឡាញ់ហើយអត់ស្រឡាញ់នាងវិញតើនាងនឹងធ្វើមកទៅណានគង់ក៏នឹកឃើញតែដល់យ៉ាងយៀនផ្លែតសង្ស័យតែស្រឡាញ់យ៉ាងយៀនហ្មងប៉ុន្តែនាងបាយចេញនិយាយថានាងគ្មានស្នេហាផងមកសួរនាងមិនដឹងយ៉ាយាក៏នឹកឃើញភ្លាមថាគិតដូចណានគង់ត្រូវមួយយ៉ាងដែរក្រៅពីវិធីស្នាមថើបនាងអាចរកវិធីផ្សេងដើម្បីត្រឡប់ទៅផ្ទះបានតើរួចនាងក៏បានមកជួបពូណាន់យ៉ាដើម្បីរកជំនួយពីគាត់ម្ដងទៀតដែរហើយពួកគេអត់កាច់កង់វងមូលច្រើនទេគឺគេសុំសួរត្រង់ថាតើពូណាន់យ៉ាដឹងពីវិធីសាស្ត្រដែលអាចបើកទ្វារឋានសួគ៌បានអត់ពូណាន់យ៉ាក៏បានបើកស្លាយមួយឲ្យពួកគេមើលកាលពី900ឆ្នាំមុនគឺទ្វារឋានសួគ៌ត្រូវបានបើកម្ដងនៅពេលដែលបិសាចដែលមានកម្លាំងធាតុមួយកំពុងតែវឹកហាត់ដូច្នេះវានឹងអាចបើកម្ដងទៀតបើសិនជាមានយុទ្ធសាស្ត្រពេញលេញណាប៉ុន្តែថាគាត់ក៏មិនបានដឹងដែរថាពេលនេះសត្វនោះនៅទីណាណារឿងក៏បានកាត់មកដល់ពេលដែលយ៉ាយាត្រឡប់មកដល់ផ្ទះវិញគឺនាងបានចូលមករកស៊ីយ៉ានប៉ុន្តែនាងអត់និយាយអត់ចាញ់ឡើយហើយនាងក៏បានអូវ៉ាលីចេញពីផ្ទះតែម្ដងពេលហ្នឹងស៊ីយ៉ានគេក៏ខំតាមមកខាត់ណាប៉ុន្តែយ៉ាយាអត់ស្ដាប់ទេនាងចេះតែទៅរហូត
ទៅស៊ីយ៉ាណាគេនៅតែបន្តតាមយ៉ាយេក៏បានស្ដីឲ្យគេថាកុំមកតាមនាងអីបើគេមិនចូលចិត្តមិនស្រឡាញ់នាងផងអញ្ចឹងទុកឲ្យនាងនៅតែម្នាក់ឯងទៅស៊ីយ៉ានពេលហ្នឹងពិតជាចង់ខាត់នាងខ្លាំងណាស់ប៉ុន្តែគេហាក់ដូចជាធ្វើមិនបានតតែសោះចំណែកយ៉ាយេចេញពីហ្នឹងនាងបានមកជួបជាមួយនឹងមនុស្សជាច្រើនរួមទាំងណានកងអីចឹងណាពួកគេបានមកជួបជុំគ្នាដើម្បីរកវិធីសាស្ត្រដែលអាចរកសត្វចម្លែកមួយនោះឲ្យឃើញណាប្រហែលជាសត្វមួយនោះគឺជាបិសាចដែលតែងតែសម្លាប់មនុស្សរាល់ដងនឹងឯងយ៉ាយេក៏សុំចូលខ្លួនធ្វើជាមួយតែម្ដងព្រោះតែនាងជាមនុស្សឈាមរបស់នាងប្រហែលជាអាចតាក់ទាញគេបានចេញពីហ្នឹងពួកគេប្រមាណអ្នកហ្នឹងក៏បានមកប្រឈមជាមួយនឹងសមរខ្មៅម្យ៉ាងរួចពួកគេទាំង3ទាំង4អ្នកហ្នឹងក៏បានចូលទៅប្រយុទ្ធជាមួយនឹងសមរខ្មៅនោះតែម្ដងប៉ុន្តែថាប្រយុទ្ធបានតែមួយផ្លែតទេទាំង3ទាំង4អ្នកហ្នឹងគឺរត់បាត់ជើងសព្រាតរួមទាំងណានកងផងដែរណានកងក៏បបួលឲ្យយ៉ាយេឆាប់រត់ចេញពីទីនេះទៅតែថាយ៉ាយេរត់អត់រួចទេវាចង្រៃខ្លាំងពេកបងប្អូនមកលេងចំពេលហ្នឹងតែម្ដងសមរខ្មៅមួយនោះក៏បានធំក្លិនឈាមហើយក៏ចង់វាយប្រហារមកលើនាងភ្លាមហ្នឹងវត្តមានរបស់ស៊ីយ៉ាណាក៏បានចេញមកជួយការពារទូសាយយើងម្ដងទៀតហើយគេឡើងបារម្ភពីនាងខ្លាំងមែនតើនាងកើតអីអត់ប៉ុន្តែយ៉ាយេក៏និយាយថាអត់មានរបួសអីទេគ្រាន់តែជារឿងរបស់មនុស្សស្រីប្រចាំខែតាហើយក៏ពឹងឲ្យគេជួយជូននាងទៅហាងលក់អីវ៉ាន់បន្តិចពេលដែលមកដល់ហាងលក់អីវ៉ាន់ដើររឡើងពេញហ្នឹងហើយអត់ឃើញរបស់ដែលនាងត្រូវការសោះនាងក៏បានមកសួរអ្នកលក់ដែលសួរខ្សឹបព្រោះតែស៊ីយ៉ាននៅខាងក្រោយណាប៉ុន្តែអ្នកលក់គេក៏ប្រាប់ថាអ្វីដែលនាងរកហ្នឹងអត់មានទេនាងខំបញ្ជាក់ថាជារបស់ពិសេសរបស់មនុស្សស្រីរៀងរាល់ខែអីចឹងណាតែអ្នកលក់ស្រីដូចគ្នានៅតែមិនយល់ភ្លេចទៅថានេះគឺជាពិភពរឿងនិទានស្រីនៅទីនេះមិននឹងដូចស្រីនៅពិភពពិតទៅស៊ីយ៉ានឃើញអញ្ចឹងក៏សួរនាងថាតើនាងចង់បានអីគេរៀបរាប់លម្អិតប្រាប់គេតិចមើលចាំគេជួយរកមិនដឹងថាយ៉ាយេបានប្រាប់អីគេទេគេក៏បាននាំនាងមកកន្លែងមួយតែកន្លែងនេះគឺជាកន្លែងលក់តៅហ៊ូព្រោះតែនាងបានប្រាប់គេថានាងត្រូវការរបស់សតុនអញ្ចឹងគេគិតថាមានតែតៅហ៊ូហ្នឹងឯងសាំហ្មងអ្នកនៅទីនេះមិនក៏ពិបាកនិយាយយល់គ្នាខ្លាំងម៉ែពេលហ្នឹងស៊ីយ៉ានក៏ចាប់ដៃនាងឡើងជួបដែលប្រាប់នាងថានាងចង់បានអីគេនឹងរកឲ្យនាងទាំងអស់មនុស្សនៅទីនេះក៏បានមើលមកកាន់ពួកគេនិងសួរគេថាកំពុងឆ្លោះគ្នាមែនខាងប្រុសគួរតែលួងខាងស្រីហើយថើបនាងបន្តិចទៅស៊ីយ៉ានលឺអញ្ចឹងឡើងមើលហ្មងព្រោះតែពួកគេសុទ្ធតែយល់ច្រឡំទាំងអស់ហ្នឹងស៊ីយ៉ានគេក៏បានទទួលស្គាល់កំហុសរបស់គេពេលដែលនាងចាក់ចេញទៅហ្នឹងគឺគេអត់ស្ងប់ឡើយដេកក៏មិនលក់ញ៉ាំក៏មិនបានហើយអារម្មណ៍របស់គេហ្នឹងគឺនៅតែនឹងនាងរហូតគឺថាបេះដូងរបស់គេមិនអាចឈប់គិតពីនាងសូម្បីតែមួយវិនាទីពេលហ្នឹងគេព្យាយាមនិយាយជាច្រើនដើម្បីបង្ហាញពីអារម្មណ៍និងក្តីស្រឡាញ់របស់គេចំពោះនាងណាដែលធ្វើឲ្យយ៉ាយានេះឡើងរំភើបហើយក៏និយាយថាអ្វីដែលនាងចង់បានហ្នឹងគឺគ្រាន់តែជាក្តីស្រឡាញ់របស់គេហ្នឹងហើយរួចពួកគេក៏យល់ពីគ្នាត្រូវគ្នាវិញអោបគ្នាពោពេញដោយក្តីស្រឡាញ់គេត្រូវគ្នាវិញហើយណនៅខាងយ៉ាងយានណែវិញគេក៏នឹកដល់សម្ដីរបស់ណានគង់បានប្រាប់គេថាបើមានរឿងអីដែលគេនិយាយមិនចាញ់ទេគេអាចទៅសេនៅលើกระดาษបានអីចឹងណាប៉ុន្តែមិនទាន់បានទៅសេអីផងក៏បានឃើញថាមេគេរកភ្លៀងទៀតហើយគេក៏នឹកឃើញដល់យ៉ាយាភ្លាមនាងអាចនឹងភ័យខ្លាចណាតែថាពេលដែលគេមកដល់ក៏បានឃើញថាយ៉ាយាកំពុងតែឈរអោបគ្នាជាមួយនឹងស៊ីយ៉ាននឹងឯងតាមពិតគេមានអ្នក take care ហើយចូលយើងនឹងមានសិទ្ធអីទៀតនៅផ្ទះណែវិញយ៉ាយាត្រូវបានស៊ីយ៉ានយកចិត្តទុកដាក់លើនាងខ្លាំងមែនតើមានតែក្តៅឲ្យញ៉ាំមានអីស្អំពួយអញ្ចឹងណាប៉ុន្តែភ្លាមហ្នឹងស៊ីយ៉ានគេក៏មានអារម្មណ៍ថាដូចជាឈឺក្នុងខ្លួនចម្លែកទៀតហើយតែថាគេមិនបានប្រាប់អីទៅកាន់យ៉ាយាឡើយពេលហ្នឹងទៀតសោតយ៉ាយាក៏បានបបួលគេឲ្យលេងហ្គីតាច្រៀងចម្រៀងជាមួយគ្នាអញ្ចឹងណាច្រៀងបដាពួកគេក៏សម័យទៅដល់សកម្មភាពស្វីតរបស់ពួកគេបដាគឺថាមានការដើរលេងកំសាន្តថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នាអីចឹងណាខាងស្រីឡើងខ្ជិះខ្ជូតចំណែកខាងប្រុសរៀងអៀនបន្តិចហើយពេលមួយពេលដែលពួកគេមកដល់ក្នុងហាងមួយទិញអីវ៉ាន់ជាមួយគ្នាហ្នឹងស៊ីយ៉ាហ្នឹងក៏មានអារម្មណ៍ថាឈឺចុកចាប់ម្ដងទៀតហើយដែលធ្វើឲ្យយ៉ាយាកាន់តែបារម្ភតើគេអាចនឹងកើតរឿងអីអត់ហើយតើនាងអាចមានវិធីសាស្ត្រដើម្បីជួយសង្គ្រោះគេបានអត់រឿងក៏បានបង្ហាញមកកាន់ណាន់គង់វិញពេលដែលនាងកំពុងតែដើរតែម្នាក់ឯងរកអីមិនដឹងហ្នឹងស្រាប់តែមានសមោលខ្មៅមួយបានតាមនាងពីក្រោយណាហើយមិនយូរទេសមោលខ្មៅមួយនោះក៏បានវាយប្រហារចូលមកកាន់ខ្លួនរបស់នាងតែម្ដងចាប់បដោយតែប៉ុណ្ណឹងមិនដឹងថាមានរឿងអីកើតឡើងបន្តទៀតទេថ្ងៃថ្មីយ៉ាយាកំពុងតែធ្វើការតែម្នាក់ឯងហ្នឹងក៏ឆ្ងល់ថាមិនក៏ថ្ងៃហ្នឹងអត់ឃើញណាន់គង់មកអញ្ចឹងភ្លាមហ្នឹងស្រាប់តែមានស្រីស្អាតមួយរឿងឡើងស្អាតបានដើរចូលមកទីនេះណាដឹងមកយត់ម្នាក់ហ្នឹងគឺជាណាន់គង់អ្នកទាំងអស់គ្នាចំកដុំឆែបបិសាចចូលតែងខ្លួនស្អាតសាហាវពេលហ្នឹងណាន់គង់បានប្រើវេទមន្តអីមួយយ៉ាងដាក់ទៅកាន់យ៉ាយាប៉ុន្តែមិនបានផលតតែសោះដែលធ្វើឲ្យនាងឡើងឆ្ងល់មិនក៏វេទមន្តរបស់នាងមិនអាចធ្វើអីយ៉ាយាបានអញ្ចឹងហើយក៏គិតឃើញថាឬមួយក៏យ៉ាយាមិនមែនជាមនុស្សដែលនៅក្នុងពិភពមួយនេះទេពេលហ្នឹងនាងក៏បាននិយាយទៅកាន់យ៉ាយាថាឲ្យយ៉ាយាហ្នឹងឈប់រកសត្វចម្លែកអីនោះទៀតទៅទុកចិត្តលើស៊ីយ៉ានទៅស៊ីយ៉ានហ្នឹងគេបានបាត់ដបង
របស់គេធ្វើឲ្យគេមានរបួសធ្ងន់ធ្ងរហើយមិនសល់ពេលយូរទេអាចថា3ថ្ងៃអីទៀតហ្នឹងគេនឹងអាចបាត់បង់ជីវិតមិនខានទេលុះត្រាតែមានការព្យាបាលហើយក៏ប្រហែលអាចនាងក៏ជួយគេបានដែរមើលទៅយាយក៏មានអារម្មណ៍ថាឆ្ងល់ដែរមិនក៏ណានគង់ថ្ងៃហ្នឹងនិយាយអីចម្លែកម៉េះប៉ុន្តែថានាងគឺពិតជាបានមកមើលស៊ីយ៉ានពិតមែនព្រោះតែនាងបារម្ភខ្លាចថាគេមានបញ្ហាអីនាងនឹងរកវិធីដើម្បីជួយគេណាសម្រាប់ភាគនេះក៏ត្រូវបានស្លេះត្រឹមតែប៉ុណ្ណឹងទៀតហើយអ្នកទាំងអស់គ្នាយើងកុំភ្លេចរងចាំតាមដានទស្សនាភាគក្រោយជាមួយនឹង admin បន្តទៀតផងណាឥឡូវអាចសម្រាប់ត្រឹមតែប៉ុណ្ណឹងសិនបានរងចាំជួបគ្នានៅភាគបន្ទាប់ណាអរគុណច្រើនបាយបាយ